តើអ្នកធ្លាប់មានអារម្មណ៍ថាបានទទួលការលួងលោមនៅពេលសន្ទនាជាបន្តិចជាបន្តួចជាមួយនរណាម្នាក់នៅពេលដែលអ្នកកំពុងស្របសង្វេគនិងបាត់បង់កម្លាំងទេមិនថាជាមិត្តស្និទ្ធឬជាអ្នកអណ្ដោប្រវេសការសន្ទនានោះអាចធ្វើឲ្យបេះដូងរបស់អ្នកទទួលបានការលាភរីករាយនិងសន្តិភាពសារ៉ាថ្ងៃនេះមានឈុតហ្គេមដូចនឹងហេតុការណ៍នោះសិស្សពីរនាក់របស់ព្រះយេស៊ូវបានដើរទៅកាន់ភូមិឈ្មោះអេម៉ាវពួកគេមានអារម្មណ៍ចុះខ្សោយនិងខកចិត្តចំពោះការស្លាប់របស់ព្រះយេស៊ូវហើយបានចាកចេញពីក្រុងអេរ៉ូសាឡឹមដើម្បីត្រឡប់ទៅទីកន្លែងរបស់ពួកគេនៅលើផ្លូវគេបានជួបនរណាម្នាក់មកដើរជាមួយពួកគេមិនស្គាល់ទេថានោះជាព្រះយេស៊ូវដែលបានរស់ឡើងវិញព្រះយេស៊ូវបានស្ដាប់រឿងរ៉ាវរបស់ពួកគេហើយព្រះអង្គបានបកស្រាយព្រះគម្ពីរបង្ហាញថាការរងទុក្ខទ្រាំនិងការស្លាប់របស់ព្រះមេស៊ីគឺជាផ្នែកមួយនៃផែនការរបស់ព្រះជាម្ចាស់នៅពេលដែលពួកគេស្ដាប់បេះដូងរបស់ពួកគេចាប់ផ្ដើមរលឹកភ្លើងឡើងវិញទោះបីពួកគេមិនទាន់ស្គាល់ព្រះអង្គក៏ដោយក៏សេចក្តីសង្ឃឹមបានបង្ហូតឡើងវិញតាមរយៈព្រះបន្ទូលរបស់ព្រះអង្គយើងផងដែរពេលខ្លះដើរឆ្លងកាត់ជីវិតយ៉ាងនឿយហត់ប្រហែលជាវិថីនៃការលះបង់ឬការរស់នៅដោយគ្មានសេចក្តីសង្ឃឹមប៉ុន្តែក្នុងពេលដូច្នោះសេចក្តីស្រឡាញ់ព្រះគុណឬស្មារតីស្ដាប់អំណោយឲ្យកម្លាំងនាំឲ្យយើងត្រឡប់វិញបានរឿងនេះបង្ហាញថាការរស់ឡើងវិញមិនមែនជាអ្វីមួយក្នុងអតីតកាលទេប៉ុន្តែជាបទពិសោធន៍ដែលអាចកើតមានក្នុងជីវិតប្រចាំថ្ងៃរបស់យើងពេលព្រះអង្គបំបែកដំបងពួកគេបានស្គាល់ព្រះអង្គវិញពួកគេអំណរគុណនិងរីករាយបំផុតហើយបានរត់ត្រឡប់ទៅក្រុងអេរ៉ូសាឡឹមវាជាពេលវេលាដែលបដូរជីវិតពួកគេប្រហែលអ្នកកំពុងដើរនៅលើផ្លូវទៅអេម៉ាវប្រហែលបេះដូងអ្នកនឿយហត់និងខកចិត្តប៉ុន្តែសូមចងចាំថាព្រះយេស៊ូវកំពុងដើរជាមួយអ្នកព្រះអង្គនាំមកនូវសេចក្តីសង្ឃឹមក្នុងពេលដែលយើងមិនរំពឹងទុកតាមរយៈព្រះបន្ទូលរបស់ព្រះអង្គតាមរយៈមនុស្សផ្សេងទៀតឬតាមរយៈចលនាស្ងៀមក្នុងបេះដូងសេចក្តីសង្ឃឹមនៃការរស់ឡើងវិញបំពេញបេះដូងយើងក្នុងពេលដែលយើងមិនគិតដល់តាមរយៈភាពរស់រាយរបស់អ្នកណាម្នាក់ឬសន្ទនាដ៏ស្មោះត្រង់មួយតើអ្នកត្រៀមរួចហើយឬនៅដើម្បីជួបព្រះយេស៊ូវថ្ងៃនេះព្រះអង្គកំពុងដើរជាប់អ្នកសូមឲ្យអ្នកស្គាល់ការលួងលោមនិងសេចក្តីសង្ឃឹមនេះហើយរីករាយចាប់ផ្ដើមថ្ងៃថ្មីមួយ